ឲ្យបងប្អូនមើលសន្ទូងអាយុជិត1 ខែហើយ3 អាទិត្យហើយគឺបរិមាណទឹកដែលគេដាក់នៅក្នុងស្រែគឺប៉ុណ្្នឹងហើយអត់ច្រើនទេអានេះគឺបរិមាណទឹកស្តង់ដារហើយជីរបស់គេគឺនឹងជាប្រើរូបមន្តស្អីទេគឺដាក់មកគឺខៀវទឹកឡើងថ្លាហើយវាកើតជាស្លែបើខ្ញុំធ្លាប់អានទាក់ទងនឹងតិចនិចគេធ្វើគឺគេទុកទឹកមកល្មមដើម្បីឲ្យពលឺថ្ងៃវាជះដល់បាតដីនៅពេលដែលពលឺថ្ងៃជះដល់បាតដីហើយវាបង្កើតជាយើងហៅថាស្លែរុក្ខជាតិស្លែហ្នឹងគឺជារុក្ខជាតិមួយដែរពេលហ្នឹងហើយគេនឹងប្រឡែងទឹកនៅពេលដែលស្រូវវាចាប់ដើមរឹងមាំហើយគឺគេចាប់ដើមប្រឡែងទឹកចាញ់ឲ្យដីស្ងួតឬរហូតដល់ដីប្រេះហើយគេនឹងស្បាច់ជីចូលដើម្បីឲ្យគ្រាប់ជីហ្នឹងវាចូលបានទៅក្នុងដីគ្រាប់ជីនោះចូលបានក្នុងដីដោយសារឫសស្រោយើងដឹងហើយវានៅខាងក្រោមទេហើយមួយទៀតដើម្បីឲ្យឫសស្រោហ្នឹងវាដាច់ឬចាស់ហ្នឹងវាដាច់ហើយវានៅពេលដែលវាដាច់វាចាប់ដើមបង្កើតឫសថ្មីមកហើយធ្វើឲ្យដើមស្រោគឺឫសថ្មីហ្នឹងវាប្រកែរោគចំណីហ្នឹងប្រកែរោគអាហារប្រកែបឺតយកជីជាតិអានេះគឺតិចនិចរបស់គេចាំមើលតិចទៀតគេប្រឡែងទឹកចោលហើយរហូតដល់ដីប្រេះហ្មងចាំមើលដល់ពេលដីប្រេះចាំមើលខ្ញុំថតឲ្យបងប្អូនមើលគឺខ្ញុំនឹងធ្វើការបណ្ដែតបងប្អូនមើលភាសាទៀតហើយកំពុងតែថតវីដេអូចុយកែស្បោះសុខប៉ុនហើយឆ្លាតណាស់ពួកនេះទុកប្រហែលហើយវាលួចសៀកតិចអត់បានទេសឹកឯង